បាទសូមគោរពជំរាបសួរលោកគ្រូអ្នកគ្រូនិងជាពិសេសលោកគ្រូអ្នកគ្រូដែលជាICT សាលានិង ICT តំបន់ផងដែរបាទដោយសារតែមានលោកគ្រូអ្នកគ្រូស្នើចង់ដឹងអំពីរបៀបនៃការពិនិត្យមើលទៅលើស្ថានភាពសិស្សថាតើនៅសល់សិស្សប្រមាណដែលបានប្រឡងនិងសិស្សប្រមាណដែលមិនទាន់បានប្រឡងបាទអញ្ចឹងនៅពេលដែលលោកគ្រូអ្នកគ្រូចូលមកកាន់ប្រព័ន្ធគ្រប់គ្រងរបស់មើលតិចហើយអញ្ចឹងលោកគ្រូអ្នកគ្រូចូលទៅកាន់លទ្ធផលប្រឡងសិនមកអញ្ចឹងនៅពេលដែលលោកគ្រូអ្នកគ្រូមកដល់កន្លែងលទ្ធផលប្រឡងហ្នឹងលោកគ្រូអ្នកគ្រូអាច filter ទៅលើស្រុកសាលារបស់លោកគ្រូអ្នកគ្រូដែលចង់ដឹងហ្នឹងបាទបន្តមកទៀតលោកគ្រូអ្នកគ្រូឃើញបតុងមួយគឺមានវិជ្ជាថាគឺស្ថានភាពប្រឡងបាទបើសិនជាយើងអត់ទាន់ filter ទេវាចេញទាំងអស់តែម្ដងគឺចេញទាំងសិស្សមិនបានប្រឡងនិងបានប្រឡងតែបើសិនជាយើងជ្រើសរើសយកកន្លែងដែលសិស្សបានប្រឡងអញ្ចឹងគឺចេញចំនួនដែលសិស្សបានប្រឡងហ្នឹងបាទនៅពេលដែលសិស្សគាត់បានប្រឡងមួយមុខក៏រាប់ចូលថាបានប្រឡងដែរបាទអញ្ចឹងបើសិនជាលោកគ្រូអ្នកគ្រូចង់ដឹងអំពីចំនួនសិស្សដែលមិនបានប្រឡងអញ្ចឹងលោកគ្រូអ្នកគ្រូគ្រាន់តែដូរមកដាក់មកពាក្យថាសិស្សមិនបានប្រឡងបាទអញ្ចឹងនឹងចេញចំនួននិងឈ្មោះដែលសិស្សគាត់មិនបានប្រឡងនឹងតែម្ដងបាទហ្នឹងហើយលោកគ្រូអ្នកគ្រូអាច scroll មើលបាទគឺនេះគឺជាសិស្សដែលមិនបានប្រឡងសោះតែម្ដងបាទគឺមានទៅតាមសាលារបស់លោកគ្រូអ្នកគ្រូផ្ទាល់តែម្ដងបាទអញ្ចឹងបើសិនជាលោកគ្រូអ្នកគ្រូចង់មើលទៅលើខេត្តផ្សេងឬក៏ស្រុកផ្សេងក៏បានដែរបាទអញ្ចឹងខ្ញុំសូមឧទាហរណ៍វិទ្យាល័យសម្ប៉ានមួយគឺបាទអញ្ចឹងខ្ញុំសូម filter ទៅលើសិស្សដែលបានប្រឡងបាទបន្ទាប់មកខ្ញុំបើកទាំងអស់បាទនេះគឺជាទិន្នន័យដែលសិស្សបានប្រឡងនៅក្នុងវិទ្យាល័យហ៊ុនសែនសម្ប៉ានបាទខ្ញុំសាកមើលជាចំនួនស្ថានភាពសិស្សដែលគាត់មិនបានប្រឡងវិញបាទអញ្ចឹងគឺសាលាវិទ្យាល័យហ៊ុនសែនសម្ប៉ានគឺប្រឡងបាន 100% បាទគឺគ្មានទិន្នន័យសិស្សដែលមិនបានប្រឡងទេបាទអញ្ចឹងគឺវីដេអូនេះគឺមានតែប៉ុណ្ណឹងបាទសូមអរគុណសូមគោរពលា